เรื่องบรปีเนี่ยโยกตึกนึ่งบำปงปนลดอากิภัยหมกบังเลือเนี่ยลวกตึกอำเภอนึ่งเนี่ยลวกกองแกบเบาอ่างเปลนี้เจ้งสมตัวหายไงนี้ខ្ញុំ ពីអ្នកសូមលើកម្រាមដៃដល់សូមទោសជាសាធារណជនទូទាំងប្រទេសហើយខ្ញុំនឹងសន្យាថានឹងឈប់ធ្វើទង្វើមិនល្អបែបនេះតទៅទៀតហើយព័ត៌មានដែលកំពុងនឹងផ្ទុះពេញបណ្ដាញសង្គមកាលពីម្សិលមិញថ្ងៃទី7ខែមីនាឆ្នាំ2025នៅនឹងចំណុចបរិយពិភពថ្មីកំបូលមួយស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូលរាជធានីភ្នំពេញបានកំពុងផ្ទុះពេញបណ្ដាញសង្គមជុំវិញទៅនឹងករណីបរិសុទ្ធ2នាក់ដែលជាម្ចាស់ហាងលក់បាយមួយកន្លែងបានធ្វើការបាញ់ទឹកក៏ដូចជាបាញ់ពំពង់ពន្លត់អគ្គិភ័យដេញអ្នកលក់ដូរនៅជិតហាងរបស់ខ្លួនមិនឲ្យលក់ដូរនៅនឹងចំណុចនោះហើយត្រូវបានអ្នកលក់ទឹកអំពៅថតបង្ហោះពេញបណ្ដាញសង្គមហើយក៏មានការផ្ទុះវែកញែកក៏ដូចជាមានការរិះគន់ជាខ្លាំងជុំវិញទៅនឹងបរិសុទ្ធដែលជាអ្នកលក់បាយទាំងពីរនាក់នោះឥឡូវនេះបរិសុទ្ធទាំងពីរនាក់នោះបានធ្វើការចេញคลิปវីដេអូសុំទោសទៅដល់មហាជនក៏ដូចជាអ្នកលក់ទឹកអំពៅហើយសូមទស្សនាคลิปវីដេអូសកម្មភាពនោះដូចតទៅខ្ញុំបានកែវមួយនឹងបិណ្ឌស័យជាម្ចាស់ពនិឋានជ័យជំនះកាលពីម្សិលមិញខ្ញុំបានបាញ់ទឹកនិងបាញ់បំពង់រត់ពីភ័យទៅលើអ្នកលក់ទឹកអំពៅនិងអ្នកលក់កង្កែបបោកថ្ងៃនេះខ្ញុំទាំងពីរអ្នកសូមលើកម្រាមដៃដល់សូមទោសជាសាធារណជនទូទាំងប្រទេសហើយខ្ញុំនឹងសន្យាថានឹងឈប់ធ្វើទង្វើមិនល្អបែបនេះតទៅទៀតហើយសូមអរគុណខ្ញុំបាទឈ្មោះប៊ុនស័យជាម្ចាស់ហាងបាយជ័យជំនះក្នុងការពីម្សិលមិញខ្ញុំបានយកទឹកទៅបាញ់នឹងបំពង់ពលិតអគ្គិភ័យបាញ់ទៅលើអ្នកលក់ទឹកអំពៅនិងលក់កែបោកការពីម្សិលមិញខ្ញុំទុកអារម្មណ៍មិនបានហើយសូមបងប្អូនមហាជនរងតាមបណ្ដាញ Facebook និង TikTok ខ្ញុំសូមអធិស្ឋានសូមអភ័យទោសជាសាធារណៈហើយខ្ញុំក៏សូមសន្យាថាឈប់ធ្វើទង្វើបែបនេះតទៀតហើយខ្ញុំឈប់ធ្វើបន្តទៀតហើយ